ម្សិលមិញនោះហូបណែមម្ដងហើយដល់ពេលថ្ងៃនេះនឹកចង់ហូបម្ដងទៀតថារបស់អាណែមស្រស់នេះមានបន្លែច្រើនហើយនឹងសាច់បន្តិចចេះទៅយីទៅលក់ទឹកឆ្ងាញ់ណាស់មកបងប្អូនហូបណែមជាមួយខ្ញុំហើយខ្ញុំត្រៀមហូបតែម្នាក់ឯងទេព្រោះស្នេហាខ្ញុំគេចេញទៅក្រៅបាត់ហើយមួយថ្ងៃអាទិត្យហ្នឹងគេវ៉ាដាច់គេទៅជួបមិត្តភក្តិគេនៅឯជើងភ្នំឯណាឯណៃលេងភ្លេងជុំគ្នាបាត់ហើយនៅម៉ោងប៉ុន្មានអត់មកដល់ខ្ញុំអាហារល្ងាចរបស់ខ្ញុំមានបាយមានស្អីទាំងអស់ហ្នឹងហើយស្អីក៏មានដែរម្នាក់ឯងសោះហើយខ្ញុំទិញណែមមកពីស្រុកយើងនោះឯងយកមកដល់ទៅរៀបចំមូលម្សិលមិញមិត្តភក្តិនឹងគ្រួសារកើតនោះមកលេងហើយមូលណែមហូបម្ដងហើយតែមិនអស់ចិត្តទេនៅម្ដងទៀតដោយសារជួបរឿងខូចចិត្តតិចតួចជាមួយនឹងស្នេហានឹងឯងទៅផ្សារពីម្សិលមិញទៅក៏កំងណែមស្រស់របស់ M1 Dido ឃើញក្នុងរូបគេដាក់3ហើយឡើងធំក្នុងរូបណាហើយក៏កំងគេមកនឹកឃើញថាវាតម្លៃ3នឹង40000រៀលកុំអីដែរកំងចេញមកដល់ពេលមកហូបគេយកមកដល់លើកយកមកឃើញតណែម2ហើយឡើងទូចបើនិយាយរួមទៅទូចមែនតើណាទូចមិនសមនឹងតម្លៃសោះតែម្ដងបើគិតមើលទៅក្នុងរូបគេដាក់3តែយកចេញមកតែ2ទេលទ្ធផលពិតប្រាកដហើយតម្លៃគេ7ផោន2ហ្នឹងណាបើសិនយើងគិតជាត្រាការប្រាក់សប្តាហ៍ថ្ងៃវាស្មើនឹង40000រៀលរបស់យើងដែរណាគួរសមណាវើយមួយសក់20000យ៉ាងនេះណាក៏នឹកឃើញខូចចិត្តក៏ទិញយកមករៀបចំធ្វើខ្លួនឯងនេះបើសិនថាទិញធ្វើយូរណាស់ប្រហែលមិនអស់លុយទេហើយសាសនាខ្ញុំក៏ចង់ភ្លក់តែរសជាតិមិនអញ្ចឹងបោះ M1 Dido កុំថាយើងនិយាយតែមើលដែលមានផ្ទះតាំងដែរអ្នកតប30សិលមិញចំណែកអាមកូននេះគឺមូបន្ថែមទៀតបន្ទាប់ពី3ខ្ញុំហូបអស់មកបងប្អូនហូបជាមួយនឹងខ្ញុំទាំងគ្នា